ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំចេះតែស្ងល់ថាបាត់អតិជនណាតាមពិតទៅអតិជនរបស់ខ្ញុំគាត់មានបាត់ទៅណាប៉ុន្តែគ្រាន់តែអាគុយរបស់ខ្ញុំនេះដាក់ឲ្យគាត់មួយនេះគឺប្រើរាប់ឆ្នាំហើយការផ្លាស់ប្ដូរអាគុយនៅកន្លែងខ្ញុំនេះគឺខ្ញុំមានការផ្លាស់ប្ដូរខ្ចៅនិងលាងសម្អាតស្ពានដែលស្នំអញ្ចឹងណានៅដែលស្នំខ្មៅអញ្ចឹងគឺពួកខ្ញុំជួយលាងសម្អាតឲ្យហើយដូរក្បាលខ្ចៅថ្មីនេះបើបងប្អូនគ្រាន់តែត្រូវការសេវាហ្នឹងគឺជាធម្មតាពួកខ្ញុំឬក៏កន្លែងផ្សេងហ្នឹងអាចគិតតម្លៃ15ទៅ20ដុល្លារតែពួកខ្ញុំដូរអាគុយនេះគឺលាងសម្អាតឲ្យហ្វ្រីហើយដូរក្បាលខ្ចៅថ្មីឲ្យឡានបងស្រីគាត់ខូចអាគុយ3ប្លុកហើយអាគុយហ្នឹងក៏ខូចអាគុយចាស់របស់គាត់ហើយក៏វាចំអាគុយដែលធ្លាប់ផ្លាស់ប្ដូរជាមួយខ្ញុំហ្នឹងមួយសាដែរប៉ុន្តែតាំងពីឆ្នាំ2020មកម៉េះហើយអញ្ចឹងមិនមែនថាការដូរជាប្លុកហ្នឹងប្រើមិនកើតទេគឺប្រើបាននិយាយទៅគាត់ដូរជាមួយខ្ញុំហ្នឹងច្រើនប្លុកដែរហើយប៉ុន្តែអាគុយខ្ញុំដាក់ឲ្យគាត់ហ្នឹងលេងប្រើឡើងជាលក្ខណៈយិនសិនហ្នឹងបើតាំងពី2020មកដល់ឥឡូវនេះវាចូលថា76ឆ្នាំហើយទៅតែខូចវិញនឹងអញ្ចឹងទៅចេះឆ្ងល់ថាបាត់អតិជនទៅណាអូតាមពិតអញ្ចឹងសោះឥឡូវដឹងហើយដោយសារតែគុយខ្ញុំដាក់ឲ្យគាត់ហ្នឹងគឺល្អពេកគាត់ប្រើបានយូរអញ្ចឹងចេះឆ្ងល់បាត់អតិជនអស់អញ្ចឹងបើបងប្អូនត្រូវការផ្លាស់ប្ដូរអាគុយជាស្លឹកអីអាចមកក្រាស់យានឋានរឿនបានហើយនេះគឺជាស្ពានចម្លងហើយនឹងខ្ចៅដែលយើងធ្វើសម្អាតហើយដូរបាខ្ចៅថ្មីមានសភាពបែបហ្នឹងគឺល្អស្អាតអញ្ចឹងហើយខ្ញុំបានរៀបចំចូលក្នុងឡានវិញដាក់ចូលវិញនិយាយទៅបងប្អូនមកខាងយានដ្ឋានរឿនគឺចំណាយពេលវេលាត្រឹមតែ1ម៉ោងអីគឺរួចទេអត់មានត្រូវការទុកឡានដេកអីទេអត់មានត្រូវការទុក3 4ម៉ោងអីអត់ទេគឺមកធ្វើអង្គុយរោងចាំបានហើយជាងប្រាប់ច្បាស់ខូចប្លុកណាយើងដកប្លុកហ្នឹងចេញអត់មានទៅយកអាប្រដាប់កាច់អីមកកាច់អាគុយកាច់អីឲ្យខូចអាគុយបងប្អូនទេអញ្ចឹងបងប្អូនត្រូវការសេវាជួសជុលប្រព័ន្ធ hybrid អីអាចមកយានដ្ឋានរឿនបានដែលមានទីតាំងនៅផ្លូវ372ចិត្តសាលាសង្កាត់បឹងសាឡាងមានលេខទូរស័ព្ទ089 79 7899បាទអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយទៀតនេះយើងរៀបចំចូលវិញចាប់ចូលរួចរាល់អស់បាទសូមអរគុណ